សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីរដូវកាលថ្មីផងដែរបាទអត់មានពេល3ថ្ងៃសង្ឃឹមតែអត់នឹកចឹងណាកាលពីចុងរដូវកាលទី1 Take Show គេរកឃើញប្លង់នៃ Anastasia តែយើងអត់ដឹងទេថាប្លង់មួយហ្នឹងពិតឬមួយក៏ខ្លាំងខ្លាយចឹងហើយនៅផ្ដើមរដូវកាលថ្មីនេះយើងមកកន្លែងមើលលោកបងសញ្ញាយើងម្ដងគាត់ហាក់បីដូចជានៅអគារមកកន្លែងចឹងតែយើងក៏អត់ទាន់ដឹងច្បាស់តែកន្លែងណាគេពងតែអង្គុយអាសាប់អសរនឹកអូនគេហើយព្រោះថាក្នុងគូក្បាលសញ្ញានៅពេលនេះនឹកឃើញតាទង្វើដែលគេធ្វើមួយអូនគេនឹងទេមិនត្រឹមតែនឹកឃើញពីសកម្មភាពដែលគេធ្វើមួយអូនថ្ងៃនោះទេគេថែមទាំងទៅសារ Take Show ទៀតណាថាថ្ងៃនោះ Take Show ធ្វើអត់អន់ទេពេលដែលកំពុងតែគិតដល់អូនសុកក៏មានអ្នកគួរទ្វាគេស្រែកសុំសញ្ញាអនុញ្ញាតឲ្យគេចូលផងគេប្រហែលជាកូនចៅផងសញ្ញាហើយបានយកសបុតមកឲ្យសញ្ញាតើអស់ភារកិច្ចគេក៏សុំអនុញ្ញាតចេញសញ្ញាគេចាប់អារម្មណ៍ថាប៉ែហ្នឹងរៀងភ័យគេក៏និយាយថាប៉ែហ្នឹងឃើញគេដូចឃើញខ្មោចមែនប៉ែកូនចៅហ្នឹងឮសញ្ញានិយាយឲ្យកាន់តែភ័យខ្លាចជាងមុនទៀតខំប្រកែកឡើងញាប់មាត់ថាមែនទេមែនចឹងទេតើទៅពេលអញ្ចឹងសញ្ញាគេនិយាយថាបើអញ្ចឹងមែនរំឲ្យគេមើលតិចមកប៉ែកូនចៅហ្នឹងឮអញ្ចឹងក៏ឆ្ងល់ដែរតែមេប្រើឲ្យគឺត្រូវតែធ្វើហើយតើទៅឃើញអាប៉ែហ្នឹងរៀងអេះអន់ច្រើនពេកសញ្ញាគេនិយាយម្ដងទៀតថាគេប្រាប់ឲ្យរំឮមេនិយាយម្ដងទៀតហ្នឹងហើយក៏រំទៅទីងណាក់ទីងណយពេញហ្នឹងគ្នារំឲ្យមើលប៉ុណ្្នឹងឯងសញ្ញាគេស្រែកឲ្យឈប់រំទៅវាគួរឲ្យធុញណាហើយចុះបើរំស្រាតវិញមិនដែរអាប៉ែហ្នឹងរៀងងីងើដែរតែតមេប្រាប់ឲ្យយើងមិនធ្វើមិនសមសញ្ញាហ្នឹងក៏ចឹងទៀតប្រាប់ឲ្យគេរំស្រាតហើយមិនតន់អស់ចិត្តទេណាឲ្យគេទៅរំស្រាតនៅលើតុទៀតគ្នានោះខំរំស្រាតលើតុសញ្ញាក៏និយាយថាមើលយ៉ាងណាក៏គ្មានអារម្មណ៍អីឡើងមកដែរហើយគេឆ្ងល់តែរៀងកាយមនុស្សប្រុសដូចតែគ្នាសោះមិនក៏គេមើលអាប៉ែហ្នឹងអត់មានអារម្មណ៍ដូចមើលទេខ្ចោហាអេដមីនសុំនិយាយមិនតិចណាសញ្ញាគេលេងមនុស្សស្រីរាប់មិនអស់មែនតែគេលេងមនុស្សប្រុសមានតែម្នាក់ទេគឺទេខ្ចោមកចូលសាច់រឿងយើងវិញសញ្ញាគេថែមទាំងឆ្ងល់ទៀតថាមិនបានគេធ្លាប់មានអារម្មណ៍ផ្លូវភេទមួយទេខ្ចោអញ្ចឹងឆ្ងល់ហ្នឹងវាឆ្ងល់ហើយតែចិត្តនឹកគេហ្នឹងក៏នឹកខ្លាំងទៀតស្រាប់តែគេទៅវាបហាប៉ែនោះក្រាបនៅលើតុបដ ாய் មិនធំតែប៉ុណ្្នឹងទេអោនទឹកសឹបនិយាយមកប៉ែហ្នឹងទេថាមិនអត់វាបហាបកគេវិញអញ្ចឹងប៉ែនោះគ្នាកូនចៅហ្នឹងមិនហ៊ានវាបហាវិញមានតែស្រែកឲ្យអ្នកដតីជួយតើតែឃើញអញ្ចឹងហើយគ្មានអារម្មណ៍អីទៀតក៏ដេញឲ្យប៉ែហ្នឹងចេញទៅក្រៅវិញទៅហើយមើលតែទឹកមុខក៏ដឹងតែគ្នានឹកអូនប៉ុណ្ណាដែរអាសបតដាប៉ែមិញយកឲ្យសញ្ញាហ្នឹងគេក៏បើកមើលមិនដឹងថាខាងក្នុងហ្នឹងទៅសេស្អីទេភ្នែកសញ្ញាបើកឡើងធំមើលសបតស្ទៀងមិនទេមួយរំពេចតែទទួលសបតបូមហ្នឹងហើយក៏មានការបំទុះមួយឡើងប្រហែលជាវាមានបងដាណូហើយមកតើបើសញ្ញាវិញគេមើលពីអាគាររបស់គេទៅការបំទុះមួយហ្នឹងគេលន់មាត់និយាយថាគួរឲ្យស្លាញ់នេះចង់លេងមួយគេអញ្ចឹងមែនដល់យើងបានដឹងអញ្ចឹងអាស្នាដៃបំទុះមួយហ្នឹងគ្មានណាគេក្រៅពីទេខ្ចោគេសងសឹកមួយសញ្ញាទេហើយក្នុងពេលហ្នឹងទៀតសោតក៏មានកតុំរុយ2 3តាមចាប់ទេខ្ចោដែរអាអ្នកខាងលើនោះក៏ទៅប្រកាសឲ្យទេខ្ចោហ្នឹងឈប់ឡានទៅចុះចាញ់ទៅទេខ្ចោវិញគេសក្រឺថ្មិញហ្មងបើថាគេគុំតែងាប់តរ៉ៃគេឈប់ឡានឲ្យធ្វើអីឈួតមែនទេខ្ចោពេលនេះគោលដៅរបស់គេគឺស្ថានទូតកូរ៉េនិងរុស្ស៊ីព្រោះថាបើសិនជាគេចូលដល់ស្ថានទូតហ្នឹងគេអាចនឹងរួចជីវិតមិនថាតែហ៊ានរុស្ស៊ីខ្លាំងប៉ុណ្ណាទេតែពួកគេក៏មិនអាចបំពានច្បាប់មួយណាដែរទេខ្ចោគេគិតអីថាបើគេទៅដល់កូរ៉េវិញគេនឹងសម្រាប់ឲ្យណានៃត្មងក្នុងពេលហ្នឹងដែរកតុំរុយហ្នឹងក៏ធ្វើការបាញ់រះមកលើឡានទេខ្ចោគេនៅតែឆ្ងល់ថាមិនបានពួកហ្នឹងអាចបាញ់រះពីលើចុះមកក្រោមនៅកណ្ដាលទីក្រុងរុស្ស៊ីបានអញ្ចឹងទេខ្ចោគេជិះច្វាត់ច្វែងកិច្ចគ្រាប់ឡើងពេញហ្នឹងបាទតែបន្តិចទៀតទេដល់ស្ថានទូតដែរទេខ្ចោខំប្រឹងឡើងចិត្តដល់មែនតែណៃទេខ្ចោក៏គេអត់បថយលបឿនដែរគឺមានតែជន់ហ្គាទៅបុកថែមហ្មងមើលទៅប្រហែលជាដូចការគិតរបស់ទេខ្ចោហើយកតុំមួយបានជិះចេញហើយអាពេលដែលគេបុកចូលទៅហ្នឹងគេក៏ចេញពីក្នុងឡានមកទេខ្ចោគេឆ្ងល់ក្នុងចិត្តដែរហ្នឹងអាពេលហ្នឹងព្រោះតែអត់ឃើញមនុស្សសោះទាំងដែលម៉ោងហ្នឹងគឺជាម៉ោងធ្វើការមិនមែនម៉ោងឈប់សម្រាកផងតទៅពេលអត់ឃើញមានមនុស្សចឹងមិនដឹងទៅផ្លូវណាផ្លូវណីទេខ្ចោគេបានប្រទះឃើញបន្ទប់លេខាក៏បានបើកចូលមើលតែក៏ខ្ចោអត់មានប្រទះឃើញអីដែរអំឡុងពេលហ្នឹងទេខ្ចោគេសង្កេតឃើញកាហ្វេនៅក្តៅហុយអញ្ចឹងគេក៏គិតថាខាងក្នុងហ្នឹងប្រហែលជាមានមនុស្សហើយពេលដែលចំហទ្វារហ្នឹងទេខ្ចោគេប្រទះឃើញមនុស្សម្នាក់នៅក្នុងហ្នឹងដូច្នេះហើយទេខ្ចោគេសប្បាយចិត្តព្រោះហ្នឹងឯងគឺជាខ្ចោដង្ហើមផងគេពេលដែលទេខ្ចោគេដើរចូលទៅហ្នឹងក៏មានមនុស្សម្នាក់ស្រែកពីក្នុងទូមកថាជួយគេផងទេខ្ចោនៅពេលនេះគេកាន់តែស្រួលក្នុងចិត្តហើយក្នុងពេលហ្នឹងដែរសញ្ញាគេបានមករកអូនហើយដោយនិយាយពាក្យថាហូមផអូនគេមានតែកន្លែង
នឹងទេមែនណោសែនយ៉ាគេដឹងពីជំហានអូនគេដើរមកថងណាទៅថងណាទៀតហើយសែនយ៉ាក៏និយាយទៅកាន់ទេខ្ជោតែពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាគេថែមទាំងនិយាយបដៅទៅកាន់ទេខ្ជោទៀតថាគួរណាតែជីករូឲ្យជ្រៅជាងនឹងបន្តិចទៀតដែលគេមិនអាចរកទេខ្ជោឃើញតាមពាក្យសែនយ៉ានិយាយមានន័យថាបើទេខ្ជោអត់មកក៏គេនៅតែរកទេខ្ជោដែរក្នុងចិត្តទេខ្ជោគេកំពុងតែគិតអីថាមិញបើឲ្យប៉ូលីសចាប់ប្រហែលជាល្អជាងមកជួបអាចង្រៃនឹងទេខ្ជោក៏គេគិតដែរថាបើសិនជាគេយកកាភ្លើងមកគម្រាមទៅកាន់សែនយ៉ាប្រកាសណាគឺអត់បានផល 100% តែបើសិនជាសែនយ៉ាអត់ងាប់មានន័យថាគេនឹងហើយជាអ្នកងាប់អញ្ចឹងហើយទេខ្ជោគេដកកាភ្លើងមកបាញ់ភុងអត់មានស្មាតែបាញ់សែនយ៉ាតាមពិតគេបាញ់ថ្មនៅពីក្រោយសែនយ៉ាសោះដោយដឹងថាគម្រាមបាញ់កាភ្លើងទៅបត់បានមានតែគម្រាមសែនរូបទេខ្ជោគេគិតអីថាគេមិននឹកស្មានថាប្លង់ហ្នឹងគឺជាខ្សែជីវិតរបស់គេសោះព្រោះគេចែកមួយសាមានម្នាក់ពាក់កណ្ដាលកំពុងតែមានក្តីសង្ឃឹមនឹងសែនយ៉ាក៏គេលើកឡើងមកនិយាយថាប្រកាសអត់ថាហ្នឹងគឺជាប្លង់អាណាស្តាសៀមានអីមកបញ្ជាក់អត់ក្នុងចិត្តទេខ្ជោគេគិតថាគេបញ្ជាក់ស្អីទេបាទហ្នឹងគឺជាប្លង់អាណាស្តាសៀហ្នឹងសែនយ៉ាក៏ចាប់ផ្ដើមនិយាយថាគ្មានណាគេដឹងទេថាបន្ទប់នឹងមានផ្ទុកប្លង់អាណាស្តាសៀឬមួយក៏អត់ហើយមានតែគ្រួសារគេជាមួយគេទេដែលដឹងពីរឿងហ្នឹងឲ្យពិតប្រាកដសែនយ៉ាគេថែមទាំងនិយាយទៅកាន់ទេខ្ជោទៀតថាទេខ្ជោហ្នឹងគិតអីងាយងាយម៉េះគិតតែគេជាមួយនឹងគ្រួសារគេនឹងបដ ாய் អីរឿងនឹងកើតឡើងមែនគេមិនល្ងងដល់ថ្នាក់ហ្នឹងទេវាពិតណាថាអាមួយដែលរត់គេចខ្លួនហ្នឹងវាអាចបញ្ជាក់ថាហ្នឹងគឺជាអាណាស្តាសៀតែអីជាបញ្ហាពិតប្រាកដហ្នឹងថាមានអាណាគេជឿវាអត់ពួកអស់នឹងប្រកាសណាថាវាមិនជឿទេវាគ្រាន់តែគិតថាមួយហ្នឹងគ្រាន់តែចង់ប្រឌិតរឿងឡើងមកដើម្បីឲ្យរត់ខូចឈ្មោះតែប៉ុណ្ណឹងតែក៏មានន័យថាសតតែមនុស្សម្នាក់ទៀតទេដែលអាចទម្លាយអាចកំបាំងនឹងបានហើយយើងក៏មិនត្រូវព្រួយបារម្ភអីបំពីរឿងហ្នឹងដែរព្រោះតែម្នាក់ហ្នឹងអាចចេញពីទីនឹងបានផងទេខ្ជោគេឮសញ្ញានិយាយដល់អត់មានភ័យខ្លាចចឹងគេក៏និយាយថាបើសិនជាការបំទុះមួយនឹងជាមួយណាប្លន់ណាស្តាសៀនឹងវាខ្លាំងខ្លាយពិតមែនវាប្រកាសណាថាសញ្ញាអត់មកចាប់ខ្លួនគេដល់ទីនឹងទេតែមួយទៀតបើសិនជាការផ្សព្វផ្សាយនឹងចេញទៅតាណាស្តាសៀនឹងទៅជាយ៉ាងណាមិននិយាយស្រួលស្ដាប់គឺទេខ្ជោគេកំពុងចង់មានន័យថាបើសិនជាការផ្សព្វផ្សាយនិយាយថានឹងបាត់ពាក្យចាំរាមនឹងដោះសោះសាយទៀតហើយដល់ពាក្យតគ្នាអស់ហ្នឹងហើយវាអាចនិយាយថាប្លង់អាណាស្តាសៀត្រូវបានគេលួចដូច្នេះវាដូចទេជាមួយអាណាស្តាសៀមានឬមកក៏មិនមានដូចរឿងពនាងអាណាស្តាសៀសញ្ញាគេនិយាយចឹងអាចបញ្ជាក់ថាមានឬមកក៏មិនមានតែបើសិនជាទេខ្ជោធ្វើឲ្យពាក្យចាំរាមថាប្លង់ហ្នឹងត្រូវបានគេលួចដូច្នេះអាពាក្យអស់ហ្នឹងអាចលើទៅដល់អ្នកមានអំណាចនៅក្នុងប្រទេសរុស្ស៊ីជាការពិតណាស់អាពាក្យទាំងអស់ហ្នឹងអាចប៉ះពាល់ដល់តំណែងសែនយ៉ាតទៅលើទេខ្ជោគេគម្រាមអញ្ចឹងសែនយ៉ាគេចាប់ផ្ដើមសោចមកទៅហឹងហើយមិនដឹងស្អីខ្លះទេគេសោចបដានិយាយបដាថាហ្នឹងហើយប្រហែលជាអាចកើតឡើងបានណារឿងហ្នឹងប៉ុន្តែគេប្រកាសណាថាទេខ្ជោគ្មានជីវិតរស់នៅដល់ពេលនោះទេគេដើរមកចិត្តទេខ្ជោហើយក៏គេនិយាយថាអរគុណហើយដែលបារម្ភពីគេប៉ុន្តែបារម្ភពីខ្លួនឯងសិនទៅទេខ្ជោគេឆ្លើយវិញថាបើយើងងាប់ឯងក៏ងាប់ដែរយើងមិនងាប់តែឯងទេសែនយ៉ាគេមិនខ្វល់ពីពាក្យសម្ដីផាត់ទេខ្ជោទេគេដើរកាន់តែចិត្តទេខ្ជោទៅរហូតដល់ទេខ្ជោនឹងគេផ្អែកក្នុងនឹងទ្វារគ្មានផ្លូវអត់កិច្ចទេពេលនេះចឹងហើយទេខ្ជោគេមានតែបខំចិត្តផ្ញើមីសេកទៅទេចុចអូខេតែមួយទៀតទៅហើយតែមនុស្សដូចសែនយ៉ាមិនទាំងឲ្យទេខ្ជោធ្វើអញ្ចឹងងាយគេបានវាបហាទៅកាន់ទេខ្ជោមកទៅហឹងទៀតបើទេខ្ជោវិញក៏បាញ់រះទៅកាន់សែនយ៉ាដែរអត់ដកដៃទេតែសែនយ៉ាក្នុងពេលនេះគេឌឺទៅកាន់ទេខ្ជោថែមទៀតថាគេមិនដឹងទេថាឯងនឹងសល់មិនគ្រាប់ទៀតនៅក្នុងកាភ្លើងប៉ុន្តែឯងគួរតែបញ្ចប់យើងមុននឹងកាភ្លើងនឹងអស់គ្រាប់ទៅមិនដឹងអីទេទេខ្ជោបាញ់រហូតទៅជើងគេអញ្ចឹងបាញ់មិនត្រូវសែនយ៉ាគេចាប់ផ្ដើមកធប់លើទេខ្ជោបានហើយកាភ្លើងទេខ្ជោក៏ជ្រុះពីដៃដែរសែនយ៉ាគេចាប់កបួចកទេខ្ជោបោះទៅម្ខាងយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណឹងទេមកដើរមកទេខ្ជោចាស់រៀងសង្ហានឹងនិយាយថាដល់ពេលដែលទេខ្ជោនឹងត្រូវសងគេហើយសងអីនឹងសែនយ៉ាសងអីគេយើងគិតលេងទៅថាសែនយ៉ានឹងទាស្អីពីទេខ្ជោចាំមើលភាគក្រោយដឹងហើយដោយសារតែកាន់តាគៀកថ្ងៃចូលឆ្នាំមែនតើអេដមីនក៏ដឹងថាពេលណាអេដមីនតនេចេញពាក្យតដែរតែនៅពេលដែលចូលឆ្នាំហើយអេដមីននឹងចេញតន់ពេលវេលាវិញដូច្នេះក្នុងឱកាសចូលឆ្នាំថ្មីនេះដែរអេដមីនសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អសុខភាពក៏កាន់តែល្អជាចុងក្រោយកុំភ្លេចចុច Subscribe Like Comment ម្នាក់មួយផងណាដើម្បីឲ្យ admin មានកម្លាំងចិត្តខ្លាំងអូ admin វាផ្លេចមួយវិញទៀតកុំភ្លេចចូលទៅក្នុង Telegram ផងណាព្រោះពេញភ្នែកគឺនៅក្នុងនិយាយចឹងបែក admin មួយថ្ងៃហ្នឹងមាននឹក admin អត់ជួយ comment ប្រាប់ admin ផងឃើញថាស្នើសុំឲ្យ admin ចេញ season 2រហូតតែមិនដឹងថានឹក admin អត់ផងអញ្ចឹងកុំភ្លេច comment ប្រាប់ admin ថានឹក admin មក
admin មានកម្លាំងចិត្តខ្លាំងក្នុងការធ្វើវីដេអូ admin និយាយអាចចុងបញ្ចប់នឹងយើងច្រើនតិចព្រោះចង់ដឹងថាមានអ្នកស្ដាប់ដល់ចុងបញ្ចប់ច្រើនអត់បើមិនម៉ា admin ដាក់វគ្គពិសេស3 chapter ចូលគ្នាឲ្យមួយទៀតមកបើសិនជាឃើញថានឹកច្រើនបាយ